សួស្តីបងប្អូនទាំងអស់គ្នាតារ៉េនស្រុកមួយមុតគឺទៅតែបានផ្លែប៉ុណ្ណឹងទេនេះគឺខ្ញុំនៅដើមតារ៉េនជាក់ស្ដែងដើមតារ៉េនចកាតារ៉េននៅមួយមុតអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំតារ៉េនមួយមុតអីកុំទាន់តក់កុហលកុំទាន់ចង់ញ៉ាំអីព្រោះអីតារ៉េនអត់ទាន់ទុំទេហើយបើទុំក៏អត់ដឹងថាតារ៉េនមកពីខាងណាដែរអញ្ចឹងមុនញ៉ាំយើងស៊ូអ្នកនៅមុតសិនទៅឥឡូវមកមើលចកាអាមេរិកជំើប3ខែទៀតហ៎បានអាមេរិកទុំអាមេរិកអីតារ៉េនទុំ3ខែនិយាយទៅទុំខែ6ខែ7អាចមានទិន្នផលខ្លះអញ្ចឹងអ្នកចង់ញ៉ាំតារ៉េនអីឃើញតារ៉េនលក់តាមដងវិថីនៅទីក្រុងភ្នំពេញអីបើស៊ូគេប្រាប់ហើយតារ៉េនមកពីណាតែសំខាន់វាជាក់ស្ដែងនឹងគេយកមកនឹងយកមកពីណាក៏អត់ដឹងដែរអញ្ចឹងឥឡូវចង់បញ្ជាក់ថាតារ៉េនមុតគឺផ្លែប៉ុណ្្នឹងឯងវាអត់ទាន់ទុំទេវាអត់ទាន់នេះនៅក្តាប់នោះទួយនេះមិនក៏ដៃនេះអញ្ចឹងគិតតាមការគួរទៅអ្នកញ៉ាំតារ៉េនខែហ្នឹងកុំទាន់ឃ្លានខ្លាំងពេកអីកុំទាន់តក់កុហលបើចង់ញ៉ាំផលិតផលសុទ្ធៗ